បាទសម្រាប់ពាក្យមួយនេះគឺយើងអានថាសោពាវសោពាវប្រែថានាឡិកាអក្សរសោនឹងគឺសលេងទី3តែដោយសារតែសលេងទី3ជាប់គ្នាអញ្ចឹងអាសលេងទី3ខាងមុខហ្នឹងយើងត្រូវបដូរទៅជាសលេងទី2វិញណាយើងអានសលេងទី2សោសោហើយពាវសលេងទី3សង្កត់ចុះហើយអូនឡើងលើពាវអញ្ចឹងពាក្យហ្នឹងអានថាសោពាវសោពាវប្រែថានាឡិកាបាទសម្រាប់ពាក្យមួយនេះគឺយើងអានថាយានជីយានជីប្រែថាវ៉ែនតាអក្សរយានគឺសំឡេងទី3ដែលយើងអានសំឡេងសង្កត់ចុះហើយអូសឡើងលើយានយានជីងអក្សរជីងគឺអានសំឡេងទី4ដែលយើងអានសំឡេងសង្កត់ជីងយានជីងប្រែថាវ៉ែនតាបាទសម្រាប់ពាក្យមួយនេះគឺយើងអានថាសោថោសោថោប្រែថាស្រោមដៃអក្សរសោគឺយើងអានសលេងទី3យើងអានសលេងសង្កត់ចុះនិងអូសឡើងលើសោសោអក្សរថោថោយើងអានសលេងទី4យើងអានសង្កត់ចុះថោសោថោប្រែថាស្រោមដៃបាទសម្រាប់ពាក្យមួយនេះគឺយើងអានថាសៀងលៀនសៀងលៀនប្រែថាខ្សែកអក្សរសៀងគឺយើងអានសលេងទី4អានសង្កត់ចុះសៀងលៀនលៀនសលេងទី4ដែរយើងអានសង្កត់ចុះដែរលៀនសៀងលៀនប្រែថាខ្សែកបាទសម្រាប់ពាក្យមួយនេះគឺយើងអានថាសោពាវសោពាវប្រែថានាឡិកាអក្សរសោនឹងគឺសលេងទី3តែដោយសារតែសលេងទី3ជាប់គ្នាអញ្ចឹងអាសលេងទី3ខាងមុខហ្នឹងយើងត្រូវបដូរទៅជាសំឡេងទី2វិញណាយើងអានសំឡេងទី2សោសោហើយពាវសំឡេងទី3សង្កត់ចុះហើយអូនឡើងលើពាវអញ្ចឹងពាក្យហ្នឹងអានថាសោពាវសោពាវប្រែថានាឡិកាបាទសម្រាប់ពាក្យមួយនេះគឺយើងអានថាយានជីយានជីប្រែថាវ៉ែនតាអក្សរយានគឺសំឡេងទី3ដែលយើងអានសំឡេងសង្កត់ចុះហើយអូសឡើងលើយានយានជីងអក្សរជីងគឺអានសំឡេងទី4ដែលយើងអានសំឡេងសង្កត់ជីងយានជីងប្រែថាវ៉ែនតាបាទសម្រាប់ពាក្យមួយនេះគឺយើងអានថាសោថោសោថោប្រែថាស្រោមដៃអក្សរសោគឺយើងអានសលេងទី3យើងអានសលេងសង្កត់ចុះនិងអូសឡើងលើសោសោអក្សរថោថោយើងអានសលេងទី4យើងអានសង្កត់ចុះថោសោថោប្រែថាស្រោមដៃបាទសម្រាប់ពាក្យមួយនេះគឺយើងអានថាសៀងលៀនសៀងលៀនប្រែថាខ្សែកអក្សរសៀងគឺយើងអានសលេងទី4អានសង្កត់ចុះសៀងលៀនលៀនសលេងទី4ដែរយើងអានសង្កត់ចុះដែរលៀនសៀងលៀនប្រែថាខ្សែកបាទសម្រាប់ពាក្យមួយនេះគឺយើងអានថាសោពាវសោពាវប្រែថានាឡិកាអក្សរសោនឹងគឺសលេងទី3តែដោយសារតែសលេងទី3ជាប់គ្នាអញ្ចឹងអាសលេងទី3ខាងមុខហ្នឹងយើងត្រូវបដូរទៅជាសំឡេងទី2វិញណាយើងអានសំឡេងទី2សោសោហើយពាវសំឡេងទី3សង្កត់ចុះហើយអូនឡើងលើពាវអញ្ចឹងពាក្យហ្នឹងអានថាសោពាវសោពាវប្រែថានាឡិកាបាទសម្រាប់ពាក្យមួយនេះគឺយើងអានថាយានជីយានជីប្រែថាវ៉ែនតាអក្សរយានគឺសំឡេងទី3ដែលយើងអានសំឡេងសង្កត់ចុះហើយអូសឡើងលើយានយានជីងអក្សរជីងគឺអានសំឡេងទី4ដែលយើងអានសំឡេងសង្កត់ជីងយានជីងប្រែថាវ៉ែនតាបាទសម្រាប់ពាក្យមួយនេះគឺយើងអានថាសោថោសោថោប្រែថាស្រោមដៃអ
អក្សរសូរគឺយើងអានសលេងទី3យើងអានសលេងសង្កត់ចុះនិងអូសឡើងលើសូសូអក្សរថោថោយើងអានសលេងទី4យើងអានសង្កត់ចុះថោសូថោប្រែថាស្រោមដៃបាទសម្រាប់ពាក្យមួយនេះគឺយើងអានថាសៀងលៀនប្រែថាខ្សែកអក្សរសៀងគឺយើងអានសលេងទី4អានសង្កត់ចុះសៀងលៀនសលេងទី4ដែរយើងអានសង្កត់ចុះដែរលៀនសៀងលៀនប្រែថាខ្សែកបាទសម្រាប់ពាក្យមួយនេះគឺយើងអានថាសូពាវប្រែថានាឡិកាអក្សរសូនឹងគឺសលេងទី3តែដោយសារតែសលេងទី3ជាប់គ្នាអញ្ចឹងអាសលេងទី3ខាងមុខហ្នឹងយើងត្រូវបដូរទៅជាសំឡេងទី2វិញណាយើងអានសលេងទី2សូហើយពាវសំឡេងទី3សង្កត់ចុះហើយអូនឡើងលើពាវអញ្ចឹងពាក្យហ្នឹងអានថាសូពាវប្រែថានាឡិកាបាទសម្រាប់ពាក្យមួយនេះគឺយើងអានថាយានជីងប្រែថាវ៉ែនតាអក្សរយានគឺសំឡេងទី3ដែលយើងអានសលេងសង្កត់ចុះហើយអូសឡើងលើយានជីងអក្សរជីងគឺអានសលេងទី4ដែលយើងអានសលេងសង្កត់ជីងយានជីងប្រែថាវ៉ែនតាបាទសម្រាប់ពាក្យមួយនេះគឺយើងអានថាសូថោប្រែថាស្រោមដៃអក្សរសូគឺយើងអានសលេងទី3យើងអានសលេងសង្កត់ចុះនិងអូសឡើងលើសូអក្សរថោយើងអានសលេងទី4យើងអានសង្កត់ចុះថោសូថោប្រែថាស្រោមដៃបាទសម្រាប់ពាក្យមួយនេះគឺយើងអានថាសៀងលៀនប្រែថាខ្សែកអក្សរសៀងគឺយើងអានសលេងទី4អានសង្កត់ចុះសៀងលៀនសលេងទី4ដែរយើងអានសង្កត់ចុះដែរលៀនសៀងលៀនប្រែថាខ្សែកបាទសម្រាប់ពាក្យមួយនេះគឺយើងអានថាសូពាវប្រែថានាឡិកាអក្សរសូនឹងគឺសលេងទី3តែដោយសារតែសលេងទី3ជាប់គ្នាអញ្ចឹងអាសលេងទី3ខាងមុខហ្នឹងយើងត្រូវបដូរទៅជាសំឡេងទី2វិញណាយើងអានសលេងទី2សូហើយពាវសំឡេងទី3សង្កត់ចុះហើយអូនឡើងលើពាវអញ្ចឹងពាក្យហ្នឹងអានថាសូពាវប្រែថានាឡិកាបាទសម្រាប់ពាក្យមួយនេះគឺយើងអានថាយានជីងប្រែថាវ៉ែនតាអក្សរយានគឺសំឡេងទី3ដែលយើងអានសលេងសង្កត់ចុះហើយអូសឡើងលើយានជីងអក្សរជីងគឺអានសលេងទី4ដែលយើងអានសលេងសង្កត់ជីងយានជីងប្រែថាវ៉ែនតាបាទសម្រាប់ពាក្យមួយនេះគឺយើងអានថាសូថោប្រែថាស្រោមដៃអក្សរសូគឺយើងអានសលេងទី3យើងអានសលេងសង្កត់ចុះនិងអូសឡើងលើសូអក្សរថោយើងអានសលេងទី4យើងអានសង្កត់ចុះថោសូថោប្រែថាស្រោមដៃបាទសម្រាប់ពាក្យមួយនេះគឺយើងអានថាសៀងលៀនប្រែថាខ្សែកអក្សរសៀងគឺយើងអានសលេងទី4អានសង្កត់ចុះសៀងលៀនសលេងទី4ដែរយើងអានសង្កត់ចុះដែរលៀនសៀងលៀនប្រែថាខ្សែក